ថ្ងៃនេះកិត្តិយសស្រស់ថ្លៃថ្លាអេស៊ីលីដាបានអញ្ជើញខ្ញុំថ្ងៃនេះកិត្តិយសស្រស់ថ្លៃថ្លាអេស៊ីលីដាក៏បានអញ្ជើញខ្ញុំគោរពសម្ដេចអុកញ៉ាឯកឧត្តមកំឡោះក្រមុំក្រុមបុគ្គលិកអេស៊ីលីដាធានាគីល្អខ្លាំងណាស់មានអធិជនច្រើនសន្ធឹកដូច្នេះខ្ញុំសូមច្រៀងរំលឹកឲ្យនឹកឃើញមិនអាចភ្លេចបានមានប្រាក់សន្សំប្រាក់ខ្ចីបើចង់ទិញផ្ទះឬទិញឡាននៅទីក្រុងឬម៉ាច់ជាឋានទៅតាមសម្ដានតាមកម្រិតបើចង់អញ្ជើញដោះនារីដែលមាននេតិជួបស្នេហ៍ស្និទ្ធពេលនេះបងសូមទុកជាមិត្តឲ្យមានកម្រិតតសម្ដីពោះថ្ងៃនេះថ្ងៃល្អជោគជ័យបបដថ្លាថ្លៃពិសេសខ្លាំងណាស់រូបបងនិងស្រីមែនណាបងដែលមានឈ្មោះល្បីដ៏អស្ចារ្យគេចូលចិត្តតែសិល្បៈសម័យជាយើងថ្ងៃឆ្នៃមិនបានថ្លៃថ្លាសិល្បៈបុរាណចលេងមកក្តាឲ្យពុះស្នាកែកំសាន្តអើយសំណាងណាំងឯនាងកំឡុងស្រីស្រង់បានជួបប្រកលយាបាត់ទៅจะมีនាងបាត់សំណាងខ្លាំងណាំងឯនាងកំឡុងស្រីស្រង់បានជួបប្រកលយានរូបអូនអានឹងមិននឹកស្មានជួបប្រកលយាននេះក្នុងថ្ងៃនឹងណាឯងដឹងទេខ្ញុំហៅមកនេះអញតាមតម្រេះស្រីស្រស់បលឹងប្រហែលនាងឈោនាងមិនដឹងរួចខំប្រឹងតាមជពាកតាមសម្ដីអញថ្ងៃនេះថ្ងៃអីបងស៊ីលីដាធនីយគីដល់ល្បីនៅអាស៊ីគឺនៅអារ៉ុបដល់អារ៉ុបយូរ៉ុបដល់ថ្លាថ្លៃមានល្បីឈ្មោះដល់អស់កៃចាមានធនីគាដោយធំដែលមានឈ្មោះអេស៊ីលីដាអូអញ្ចឹងហើយបងបើសិនជាខ្ញុំអាចខ្ចីលុយដោយថាទិញឡានទិញផ្ទះអីបានទេបងមានមកចប់បាទអូអញ្ចឹងសំណាងហ្នឹងអញ្ចឹងបងបាទស្អីគេបងធនាគារអេស៊ីលីដាហ៎បាទអេស៊ីលីដាអូយល្អណាស់លោកអើយល្អមកហែលស្ពស់ខ្ញុំមិនធនាគារទេចាំបើគ្រាន់នឹងឯងប៉ុណ្ណឹងចាត់ទុកថាបងធនាគារអេស៊ីលីដាទៅវាម៉េចអូយកុំបង្ហូតហ្នឹងនៅត្រឹមនេះតើនេះទៅមកចាំបើបង្ហូតចុះក្រោមហ្នឹងវាថៃកុំប្រកាន់នេះប្រកាន់ម៉េចខ្ញុំជៀសណាជៀសស្អីបងវាដូចគ្មានសេវាអូយដឹងគ្មានសេវាទេមកពីបងឯងមិនទៅចោលថ្មគូឲ្យដឹងដៃគូទៅយើងកុំបាច់ធ្វើអញ្ចឹងណាខ្ញុំវារំភើបបានមកជួបបងនេះហើយយើងមានការពិភាក្សារឿងធនាគារអេស៊ីលីដានេះអញ្ចឹងអូខេអូចេះអង់គ្លេសមួយម៉ាត់អា yes no អូខេហ្នឹងមានគ្រោះថ្នាក់រួចហើយអាម៉េចបានគ្រោះថ្នាក់មានម្នាក់ទៅដល់អាមេរិកចេះតែ3ម៉ាត់ហ្នឹងទេចេះតែ3ម៉ាត់គេប្រាប់ថាឲ្យតែចេះ yes អូខេyes no អូខេចេះ3ម៉ាត់ហ្នឹងប្រើប្រាស់បានហើយទៅលាបថ្នាំផ្ទះគេអូម្ចាស់ផ្ទះនោះផ្លេចនាឡិកាស្រាប់ទៅចោតទៅបាត់នាឡិកាថាម្នាក់នឹងយកសួរណែឯងយកនាឡិកាខ្ញុំអត់ yes ដល់ពេលគេថាឥឡូវឲ្យខ្ញុំវិញ no ដល់គេថាប្រយ័ត្នប្តឹងប៉ូលីសដាក់គុកណាអូខេចេះតែ3ហ្នឹងយកប៉ូលីសមកដាក់ខ្នោះព្រឹបងាប់ហើយធ្វើបាបគ្នាយកមែនទេបាបអីដល់រោនាឡិកាឃើញបានទៅយកមកវិញអូយអ្នកដែលដាក់ការងារឲ្យធ្វើហ្នឹងប្រាប់អូគាត់ចេះតែ3ម៉ាត់ហ្នឹងទេបានអាណិតណាគេយកតាណាក៏មិនដឹងតែយេណូអូខេឥឡូវហ្នឹងឃើញថាអ្នកដែលចេះដឹងហ្នឹងក៏កាន់តែច្រើនជាពិសេសនៅស្រុកខ្មែរយើងហ្នឹងណាចាត្រូវហើយកុំនិយាយបើខ្ញុំទៅនោះបាន2ឆ្នាំខ្ញុំអន់ចិត្តណាអន់ចិត្តស្អីបងអន់ចិត្តដល់តែចេះអង់គ្លេសបន្តិចតែខ្ញុំឆ្ងល់ឆ្ងល់ស្អីទៅនៅស្រុកអាមេរិកម៉េចអាមេរិកអត់ភាសាអីណោះមានតាចាំមិនបាននិយាយអង់គ្លេសវិញហ្នឹងឃើញភាសារបស់គេអី You speak English ទៅសួរណែឯងចេះអង់គ្លេសទេហួយមិនថាណែឯងមិនចេះអាមេរិកទេអត់ចឹងបើខ្មែរយើងភាសាខ្មែរហ្មងចាហ្នឹងដឹងអីខ្ញុំអត់ដឹងដែរ
ខ្ញុំទៅ2ឆ្នាំខ្ញុំអន់ចិត្ត អន់ចិត្តមិន អន់ចិត្តវាទៅយកឯងនឹងអន់ជាងគោស្រុកខ្មែរ គោស្រុកខ្មែរមិន អីគោស្រុកខ្មែរចេះសិតចេះអង់គ្លេស ដែរ តែ ឡែ ខ្ញុំរៀនខ្ញុំនៅខ្វៀលគោខ្ញុំអត់ដឹងទេដល់ពេលទៅអង់គ្លេសទៅអាមេរិកហ្នឹងមិនដឹងដឹងថាគោចេះអង់គ្លេស គោមិនចេះអង់គ្លេស ណា តែឃើញគោនិយាយផងហ្នឹង អត់ដឹងកែបក៏ចេះអង់គ្លេសដែរ កែប យ៉ា កែបចេះអង់គ្លេសទៀត ពេលពោះលេប ហ្នឹងហើយ ពេលពោះលេបក្រោយផ្ទះខ្ញុំឮវាស្រែក ស្រែកអី Help me Help me វាថាឲ្យជួយវាផងព្រោះយើងអត់ដឹងហ៎តោះតែពោះលេបបាត់ងាប់បដ ாய் អត់ដឹងវានិយាយអង់គ្លេសនោះយើងអត់ Help me Help me ដល់គោមិនខ្លាំងគោ គោមិនបានខ្លាំង គោមិនអាចឈ្មោលវាទៅប៊ីហាញនិយាយទៅអង់គ្លេសប៊ីហាញ ប៊ីហាញ ពីក្រោយអាហ្នឹងដល់ពេលវាចុះហើយមីញីវារត់ទៅអាឈ្មោលវាស្រែក one more វាថាវាសុំមួយទៀត ងាប់ហើយ ដល់មីញីវាងាកមកវិញ no more ហ្នឹងគេថាម៉េច វាថាអត់មានទៀតទេដល់ពេលអានោះរត់ទៅទៀតណាស្រែក one more ដល់ចុងក្រោយអាម៉ាស់មកមីញីវាធុញវា you too small អាហ្នឹងថាម៉េច ថាណែឯងតូចណាស់ ងាប់ហើយអីគោឲ្យតូចទៀត ខ្ញុំ ប៉ុណ្ណាណៃ ឬសូមកខ្ញុំអត់ដឹងរឿងអីទេដល់ទៅដល់នោះបានដឹងគោនិយាយអង់គ្លេសតែអាណិតជាងគេកែបហ្នឹងហ្មង ណិតទេណោះ Help me អូយវាឲ្យជួយ ហើយបងឯងក៏មិនជួយគ្នា ដល់ឥឡូវខ្ញុំដងកែបអាណិតហ្មង ដល់ពេលត្រូវការស្អីកំងតាំង ខ្ញុំ កែ អ ប ត់ឃើញគេហូមកែបអីខ្ញុំអាណិត អូអាណិតកែបបងឯងខ្ញុំចូលចិត្តហូបតែផ្លូវ ហ្នឹងហើយវាខុសពីមនុស្សហ្នឹងឯង មនុស្សមិនចាស់ កែបបាប់ខំផ្លូវមក ចាចូលចិត្តតែផ្លូវ ដល់មនុស្សដូចទើសផ្លូវមកយើង ណែស្អីទៅផ្លូវស្អី វាមិនដូចចូលចិត្តផ្លូវមក ចាប់ប្រងយកផ្លូវទៅដៃណា អត់ដែលណាស៊ីមនុស្សគ្នាយើងកើត ចេះតែនិយាយបន្លំស្អប់ហ៎ ហើយឥឡូវហ្នឹងក៏មិនភ្លេចដែរណានៅធនាគារអេស៊ីលីដានេះគឺថាកើតតាំងពីឆ្នាំ93ទ្រង់ទ្រាយតូចទេតាំងពីខែមករាមកណា អញ្ចឹងហ៎ បាទហើយតែឥឡូវហ្នឹងក៏ពង្រីកកាន់តែធំហើយនឹងធំហើយជាពិសេសឥឡូវហ្នឹងស្រួលហើយ ស្រួលហ្មង ហ្នឹងហើយមានប្របាកអីឥឡូវខ្ញុំដល់តែមានធនាគារអញ្ចឹងខ្ញុំក៏វាស្រួលណា ជាពិសេសស្រីស្រួលឡាស្រួលទុកលុយទុកកាក់ចាប្រុសកុំអាចលួចបានទៀតដែរកាលមកនោះទុកក្នុងស្រោមខ្នើយក្រោយកទេលឲ្យយកខ្ទេចឥឡូវចាំមកទៅយកទៅខ្ញុំយកទៅផ្ញើនៅធនាគារអេស៊ីលីដាហ្នឹងហើយបងឯងចាំតែរកលុយខ្ញុំឃើញទៀតហើយ ចុះខ្លះអន្សំដាក់កូនជ្រូកទៀតណា ចាអន្សំដាក់កូនជ្រូកទៀត ហ្នឹងហើយមានម្នាក់នោះគេដើរការ៉ាអូខេរាល់តែយប់មក ចា ដល់នេះប្រពន្ធសួរណែឯងទៅអាយំទៅណាចេញពីការ៉ាអូខេហ្នឹងមិនមែនមកផ្ទះទេបើមកផ្ទះមកតាន់ហើយដល់ភ្លឺបានមកញ៉េទៅណាស្រីឆ្នៃណាទៀតអី យូរម្ដងឲ្យគេម៉ានសម្លុត$10ហ្នឹងឥឡូវនៅជាមួយអញ10ដែរ អេស្អីប្តីប្រពន្ធមកទាលុយគ្នា10អាម៉េច ចុះគេអាងគេមានកូនជ្រូកហ៎ ហ្នឹងហើយ ឲ្យតែកេះដាក់10សិន អេ កេះ10មួយខែបោកកូនជ្រូករាប់លុយទាំងអស់គ្នា រាប់ទាំងអស់គ្នាឲ្យឃើញជាក់ស្ដែង អាហ្នឹងហើយរាប់ទៅស្រាក់ក្តារ10ឃើញក្តារ100ប្តីច្រឡោតហ្មងអញដាក់តែ10 100នេះពីណាមកស្រាប់ប្រពន្ធថាគេមិនមែនរិះដូចឯងណា ប្តីបដាអញ្ចឹង ហ៎ ហើយមែនអី មែនស្អីប្រពន្ធនឹងដាក់100ខ្លួនឯង ដាក់ញ៉ាំ ដាក់ខ្លួនឯងហ្នឹងឲ្យដឹងថាមកក្រែងមានអាណាមកដាក់ឲ្យ100ប្តីលែងដើរ លែងដើរ រហូតចុះពីផ្ទះទៅជិះឡាន ជិះឡានដើរដូរគ្នាហ្នឹងតាមពិតដូចថាស្រីខ្មែរយើងមិនអញ្ចឹងទេអានេះកំញោកុំឲ្យប្តីដើរហ្នឹងដូចថាដាក់ប្លំទៅ ស្រីខ្មែរយើងជឿតាំងពីសំលេងអត់ស្ដាប់សំលេងណែប្តីបានទៀតណោះ អញ្ចឹង ប្តីចូលការ៉ាអូខេហើយប្រពន្ធហ្នឹងចេះទូរស័ព្ទទៅណាអាឡូអញ្ចឹងទៅប្តីបាត់ទូឃើញលេខប្រពន្ធបាត់3 4ដងទៅឃើញហ្នឹងកុំឲ្យមានរឿងមិនស្រួលហ្នឹងតាមមកដល់កន្លែងការ៉ាអូខេទៅចូលបន្ទប់ទឹកបាត់តែចិត្តកុំឲ្យឮសូរភ្លេងណា ចា ប្រពន្ធហ្នឹងគេទូរស័ព្ទមកម្ដងទៀតចាប់ប្តីហ្នឹងគេចាប់ទូរស័ព្ទបើទូរស័ព្ទអស់លោកអ្នកកំពុងតាក់ទងនេះនៅក្រៅតំបន់សេវាចាប់អាហ្នឹងបាត់ដល់ពេលនេះទៅនឹងប្រពន្ធលែងហើយតែក្រៅតំបន់សេវា ចាលែងតែហើយ ដល់ពេលទៅដល់ផ្ទះព្រឹកឡើង ហ្នឹងហើយ ចាប់ព្រឹកឡើងតែប្រពន្ធសួរឯងខ្ញុំទូរស័ព្ទទៅឯងរាល់ដងណាក្រៅតំបន់សេវាស្រីនិយាយតែយប់មិញនេះប្រុសនិយាយចាប់ប្តីថាអញដឹងបើក្រុមហ៊ុនគេដូរមនុស្សអញដឹងមកសួរអញដឹងអីអញ សើត្រឡប់ខូចខ្លួនឯងហ្នឹង តែប្រពន្ធហ្នឹងស្ដាប់សំឡេងបាននោះខំធ្វើសំឡេងគីឡូនោះ
រួចខ្លួនមកពេលទៅ រួចមកពេលទៅអាហ្នឹងរួចតែមកពេលណា វាគ្មានសបាយអ្វីស្មើនឹងសបាយផប្រពន្ធឲ្យប្រពន្ធជឿ អូបងឯងចូលចិត្តសបាយអញ្ចឹង ទេមិនសបាយតែ ប៉ះប្រពន្ធខ្ញុំមើលបើមិនដេញទៅអត់តាន់ហ្នឹង មានមេតាហ៊ានមួយ មិន អូអង្គអាចក្លាហានណា ចា វាយសមរភូមិណាក៏ជ័យជំនះដែរ ហ្នឹងហើយ សុទ្ធតែឡោងបេមុនគេហ្មងរត់គឺថាអង្គអាចហ្មង អង្គអាច តែគាត់ថាគ្រប់សមរភូមិគាត់ជ័យជំនះទាំងអស់គាត់ចាញ់តែមកពេលទេ ចាញ់អី ពងគៀកស្រីឲ្យប្រពន្ធទៅតាន់ញាក់សាច់ហ្មង អូខ្លាចដែរ អូអាខ្មាំងមិនខ្លាចមកខ្លាចប្រពន្ធខ្លួនឯង តែបងឯងធ្លាប់ពុនទៅតាន់ដែរ តែឥឡូវសពគ្រប់ហើយចង់ចាយលុយអីក៏មិនកើតដែរព្រោះតែមានធនាគារអញ្ចឹង គេអញ្ចឹងយើងចង់ទិញ ឥឡូវ ស្អី ខ្ញុំ ធ្វើ ក៏ អី ស្រួលដែរខ្ញុំ ចាមិនស្រួល ហើយចុះធ្លាប់តាក់តងតំណែងអីតាមខេត្តតាមអីណា ចា ហើយខ្ញុំបាច់ទៅខ្លួនឯងអីតានេះហ្នឹងអូយបោឡានអុយពិបាកណាស់តម្រាំទាំងដល់មិនស្រួលហ្នឹងនៅអាតេតតូតតាមការ៉ាអូខេអីតិចតួចណា ចាចា ឥឡូវស្រួលណាយើងទេបដ ாய் ទេ ដាក់ហ្នឹងហើយដាក់ធនាគារនេះទៅគេគិតគូណោះហើយតំណែងមកឯង អូរស៊ី បាទឥឡូវតាម ធូធា 24ខេត្តក្រុង ចាចា បាទ164ការិយាល័យ ដូចខ្ញុំឯងអាចតែខ្ចីលុយនៅធនាគារ AC Lida ហ្នឹងបានទេហ្មង ឃើញ ខ្ញុំចង់រកមកយកម្ករកស៊ីអីដូចថាលក់ទ្វារលក់អីចឹងណាបើកហាងអីចឹង អា ណា ណិតណារឿងលក់ទ្វារហ្នឹង មិនបានលក់ទ្វារអាណិត មាននាងមួយមកលអ៊ូគេថាអេស៊ីលីដាហ្នឹងបានណែឲ្យខ្ចីលុយណាទៅបង្កើតសិប្បកម្មហ្នឹងគេផ្សារដែកគេធ្វើទ្វារដែកទ្វារស្ពាន់ធ្វើអាអ៊ីណុក ដាក់ឲ្យគេអញ្ចឹងណាគេកំងអីចឹងទៅ អីកំងចាំវាដើរលអ៊ូលោកអើយលោកខ្ញុំវាហួសចិត្ត ហួសចិត្តអាម៉េច គេបានលុយមកគេមករកស៊ីគ្រាន់តែធ្វើទ្វារដែកលក់លុយទិញសិតតែឡង់សើទិញសើប្រាដូលក់តែទ្វារដែកសោះ ហ្នឹងហើយគេលក់ ឯងណែលក់ដល់ទ្វារមាសអត់គ្រប់ ទ្វារមាសអាម៉េចលក់ដល់ទ្វារមាសហើយមិនគុំគ្រប់ទៀតហើយវាអាម៉េចបានមិនគ្រប់ធ្វើដល់ទ្វារមាសហើយនេះ តែអីរឿងហ្នឹងអាចកំបាំងលោះឡូវ ហើយបងឯងក៏មិនសួរគេឲ្យដឹងសល់ខ្មាំង ណា គាត់តែទ្វារដែកគេមានទេរឿងអីទ្វារមាសមិនមាន ទ្វារមាសហ្នឹងវាថ្លៃមាសថ្លៃជាងដែកទៀតរឿងអីបានថាលក់ទៅវាអត់បានលុយ ខ្ញុំមិនឆ្ងល់ដែរមែនអីបងបងឯងមិនតាមសួ ខ្ញុំ រគាត់ ឆ្ងល់រឿងហ្នឹងអាចកំបាំងលោះឡូវហ្នឹង បងឯងដឹងតែបងឯងធ្វើពើបកែធ្វើពើ ហើយអាណិតណាស់ណែមានម្នាក់គេកំបដៅកូន ចា កូនណាឪចាស់ហើយណាឪចិញ្ចឹមកូនមកហ្នឹងយើងរៀនសូត្រឲ្យបានត្រឹមត្រូវយើងខំរៀនទៅឲ្យប្រឡងជាប់បាក់ដប់បរិញ្ញាយទៅកុំឲ្យខូចពូយើងណា ចា កូនឯងបើឪណែប៉ាបដៅប៉ុណ្ណឹងហើយមិនយកចិត្តទុកដាក់ទៀតហ្នឹងយើងធ្វើម៉េចកុំឲ្យខូចពូជឪខំរៀនទៅថាគំនិតឪពុកណាចង់តែឲ្យកូនល្អទេដូចខ្ញុំនិយាយថាពូជខ្លៅមិនសូវប្រាជ្ញពូជកោងកាចមិនសូវស្លូតនោះ ហ្នឹងហើ ពូ យ ជត្រង់រហូតពូជផភូតមិនផុតផៅឪពុកម្ដាយស្លូតត្រង់ចិត្តមិនចង់ឲ្យកូនខ្លៅជេរវាយស្ដីបដៅឲ្យកូនចៅបានចេះដឹងឪពុកគ្មានតម្រេះឃើញកូនចេះមិនដែលខឹងឃើញកូនខំប្រឹកប្រឹងឪពុកដឹងតែងត្រេកអរដាស់តឿនក្រើនរំលឹកយប់ល្ងាចព្រឹកខ្លាចកូនក្រចង់តែឲ្យកូនល្អលោមអង្វរឲ្យកូនខំកូនខូចបំពេញទុកម្ដាយឪពុកព្រួយបារម្ភកូនស្លូតដឹងគួរសមឪពុកថ្កុំថ្កើងគេឈ្មោះឪពុកម្ដាយខ្សត់ខ្សោយក៏មិនដោយឲ្យអាប់យុះខំរៀនឲ្យបានខ្ពស់រក្សាឈ្មោះយុះមេបាបណ្ដាំមេដាបៃតានឹងគឺសណ្ដោសប្រោសបណៃកូនរហូតអញ្ចឹងណា អញ្ចឹងឯង បាទដូចចដែងធនាគារAC Lida នឹងដូចគ្នាសណ្ដោសប្រោសបណៃកាត់បន្ថយភាពក្រីក្រតាមជនបទក៏ដូចជានៅទីក្រុងណាបើខ្វះណែដើមទុនអីហ្នឹងមកតាក់តងមកការប្រាក់ហ្នឹងសំតាមកម្រិតគឺថាមិនតាក់តងខ្ញុំទេតាក់ទងខាងធនាគារនឹងតែម្ដង ចឹងហ៎ បាទណានាងបុគ្គលិកហ្នឹងក៏អាចទទួលបានអស់លោកខាងនោះក៏អាចទទួលបានណាហើយនឹងបញ្យលណែនាំក្បោះក្បាយ ព្រោះថាធនាគារនេះគឺថាល្អណាស់ ល្អ ហ្នឹងហើយ នឹង ខ្ញុំ ជួយ ក៏ទៅរកខ្ចីដែរដើម្បី ហើយខ្ញុំនឹងចឹងដែរខ្ញុំចង់នេះនឹងត្រូវផ្ញើប្រាក់នៅនេះ អញ្ចឹងហ៎ បាទខ្ញុំទៅនោះទៅដកនៅនោះណា ទុកឲ្យខ្ញុំអ្នកបើកនៅនេះក៏បានដែរបង អូនឯងអត់ដឹងបងមាន មានអី ATM ទេ ស្អី ATM ហ្នឹងអូស្អី ATM ហ្នឹងមិនស្អីបងឯងអីស្អីស្នាយអី ATM ហ្នឹងហ៎ ទៅយ៉ាង មើល ទៅ ឥឡូវខ្ញុំសួរបងឯងនៅការ៉ាអូខេមួយណា ទៅមិនសុកមួយគ្នាផ្លែតទេ ឥឡូវខ្ញុំសួរសិនហ៎ឥឡូវយកមកចេញឲ្យឆាប់មើលខ្ញុំសុំមើលរូបថតវាបន្តិចហ៎ច្បាស់ជាស្អីស្នាយបងឯងហី ATM ហ្នឹង ATM ហ្នឹងច្បាស់ជាស្អីស្នាយហ្មងខ្ញុំសុំមើលរូបថត អេមានរូបថតស្អី ATM ហ្នឹងកាតសម្រាប់ចាក់យកលុយ ហ៎ការ
ទេ បាទម៉ាស៊ីនស្វ័យប្រវត្តិ មើលខ្ញុំមើលតិចមើលអូអាហ្នឹងគេចាក់ទៅបានលុយហ៎ បាទពលលុយយើងសន្សំយើងផ្ញើនៅនេះ អញ្ចឹងហ៎ ធនាគារណា ចា ប៉ុន្តែយើងមានលេខកូដអីត្រឹមត្រូវលេខសម្ងាត់ហ្នឹងណាគេប្រាប់ហើយមានឈ្មោះយើងមានប្រាក់ចំនួនប្រមាណចាក់ទៅដកមកវិញមកទាំងលុយមកទាំងប្រាក់អានេះกระดาษដែលប្រាប់ចំនួនសល់ប៉ុណ្ណេះយើងដកប៉ុណ្ណេះហើយអី អញ្ចឹង ហ្នឹងហើយ ខ្ញុំធ្លាប់តែចាក់ឲ្យលុយគេវិញនេះខ្ញុំចាក់ថ្នាំឲ្យលុយគេអានេះចាក់បានលុយបងខ្ញុំខ្ចីចាក់តិចមក ទៅលក់ទ្វារដៃគេទៅ អត់ទេខ្ជិលហ៎និយាយឡើងលក់ទ្វារដៃអត់មានហងគេលក់តែទ្វារធម្មតាមានរឿងអីតែលក់ទ្វារមាសអីណាអត់មានទៀតខ្ញុំមិនជឿគេលក់ស្របតែមាសក្រៅដល់ពេលយល់ អូខ្ញុំនេះ មិនទៀតហី ថ្ងៃមុនអាណិត និតណាគេ ឪពុកនឹងដើរឆ្លងទឹក អូ ដឹកដៃកូនអាយុ3ឆ្នាំហ្នឹងណា កូនទូច វាចេះទៅតាមកូនទូចកូនស្រីហ្នឹងណាតាមឲ្យទៅដល់ពេលនេះទៅភ្លៀងល្អិលធ្លាក់ទឹក អូ ធ្លាក់ទឹកឪពុកនោះវាអត់ចេះហែលតដាងជើងតដាងដៃកថេជើងធាក់កូនឡើងឆ្លក់ទឹក អូ ហើយកូនហ្នឹងចេះរស់ដែរវាសវ៉ាតោងឪហ្នឹងអត់មានកន្លែងនេះអាជើងហ្នឹងធាក់ពេកវាតោងប្រឡោះជើងឪឡើងមកលើ រੂបានឡើងមកលើ ហ្នឹងហើយនិយាយពីតង្ហក់ដល់នេះឪហ្នឹងបន្ទោសទៀតណា បន្ទោថាម៉េចបង ជូតខ្នងឲ្យកូនងែងវាងាប់នេះចេះមកជាមួយអញបើមកជាមួយម៉ែងែងគ្មានអីតោងទេ ណែស្អីតោងស្អី ទេវាមិនដឹងតោងតាណាវាអត់ដឹងតោងតាណារឿងហ្នឹងវាអាចកំបាំងលោះឥឡូវដូចគ្នា ហើយរឿងមួយថ្ងៃមួយសិតតែអាកំបាំងរហូតនេះសំបីតែលក់ទ្វារក៏អានកំបាំងឥឡូវមករឿងតោងអានកំបាំងទៀតណាអីក៏លាក់មុខឲ្យលាក់រហូតអញ្ចឹង มันអាចឆ្លើយបាន ឆ្លើយឲ្យបានតែវាថៃ អត់ទេ ហេ ហើយអ្នកចង់ទៅអាមេរិករៀនទៅរៀនជាមួយគូសិនទៅ ខ្ញុំមិនបាច់រៀនពីបងឯងទេខ្ញុំរៀនមួយទាំងកែបក៏បានដែរ គូបើមានវីសាទៅអស់បាត់ហើយ ចាំបងឯងមិននាំ ចេះ ទៅ អង់គ្លេសអីអត់ដឹងខំខ្វៀលគូពីតូចអត់ដឹងទេ ហើយចាំបងឯងទៅនៅអាមេរិកហ្នឹងរកស៊ីអី ខ្ញុំ ដាក់ស្អីទៅលក់ ដាក់ហើយខាតរួចហើយ ដាក់ស្អីបង បាច់ទេ គេលោកបងឯងរកស៊ីមុខចំនួនអីជួយប្រាប់ផ្លូវខ្ញុំផងខ្ញុំចង់រកស៊ីជាមួយបងឯងដែរហ្នឹង ចង់រកស៊ីណាតាក់តងនឹងខាងធនាគារ អេស៊ីលីដាហ្នឹង អេស៊ីលីដាហ្នឹងទៅ អញ្ចឹង គាត់ប្រាប់ពីមុខចំនួនទៀត ចា យើងចង់ធ្វើអីចំណេញណា ចា ណាអត់លុយទាំងអស់ទិញផ្ទះក៏បានដូចគ្នា ទិញផ្ទះបានទៀត បាទ ចាំបើអត់មានលុយគ្រប់ អត់មានលុយគ្រប់អីគេជូនលុយគ្រប់ការប្រាក់ថោកបំផុតកាលណាយើងខ្ចីច្រើនកាលណាការប្រាក់កាន់តែតិច តិចកាលហ្នឹង ហើយ អូ អញ្ចឹងណា ពួកភ្លេងវាកបួយ អាហ្នឹង ខ្ចី គឺថាវា ជាតិសាមួយកូនធរវាកបួយខ្ចី រូបមន្តអន្តរជាតិ ចា ខ្ញុំនៅនោះក៏អញ្ចឹងដែរគឺថាយើងចង់ទិញឡានយើងចង់ទិញតែនៅនេះល្អណាស់ល្អជាងនៅនោះទៀត អញ្ចឹង នៅនោះលុះត្រាតែមាន credit អីតែ credit ហ្នឹង មានឈ្មោះល្អ អូ បាទ ឬសូ credit ចេះឆ្ងល់ខ្ញុំដឹងមិនអាលឺ dit ចេះព្រឺខ្លួនថ្ងៃបងនិយាយឲ្យច្បាស់ ហើយ dit ហ្នឹងស្អី dit ហ្នឹង dit dit ហ្នឹងបារាំងនិយាយ ប៉ិនបើនៅខ្មែរគេថាអត់ល្អ dit តែយ៉ាងទៅវិញ ខ្ញុំឲ្យតែឃើញប្រុសតាមញ៉ាយខ្ញុំថាណែកុំតាម dit យើងវើយខ្ញុំចូលចិត្តនិយាយអញ្ចឹង ពួកពីក្មេងនោះគេច្រើននិយាយបារាំងផងខ្មែរផងយល់នៅ ចា ឥឡូវនេះគេច្រើនភាសាអង់គ្លេសនិងខ្មែរ បងឯងចេះអង់គ្លេសច្រើនអញ្ចឹង អង់គ្លេសចេះច្រើនដែរ សួរចាញ់គោទៀតនេះ តែចាញ់ហ្នឹងហើយបានមកសារភាពហ្នឹង ឥឡូវវាមិនដឹងចេះអីខ្លះហ្នឹង មកយូរផ្លិចអស់ហើយ ហើយឥឡូវហ្នឹងយើងមិនទៅហើយពេលវេលាហ្នឹងដូចជាយូរណាស់ហើយដែរ បងឯងបញ្ញាប់ម៉ៃពីអូនម៉ែចាំជូនអូនទៅធនាគារសិនតណាហានី អូដូចស្ពឹកហ្មង ស្ពឹកម៉េចបង វាមិន ម៉េច សូវ វាអត់សូវលោតទេម៉េចបងវិថីម៉ែមើលពួកនោះសោចអូន សើចថានាងមុខដូចកពើ អ្នកណាគេអ្នកថា អានេះតែខ្ញុំឆ្ងល់យើងក៏អត់ចេះខ្មាស់កពើដែរណា ម៉េច ឲ្យទៅមនុស្សហ្នឹងឲ្យតែមុខកូនស្អាតអូយមុខខ្ញុំមុខកូនខ្ញុំមុខមូលដូចពងកពើ ចាត្រូវ ហើយក ហើយ ពើវាមិនដែលសរសើរកូនវាមុខមូលដូចពងមនុស្សទេ អូយតែឈឺចាប់អីជាមួយកពើហ្នឹងនេះហើយបងឯងចង់អត់អណ្ដាតដូចកពើដែរអី មានណែម្នាក់នោះទៅនេះនាឡិកាទៅទិញនាឡិកាផ្សារថ្មី ចា ហើយមកពីឆ្ងាយទៅស្ពាយប្រវៃទៀត ចា ដល់ចឹកនាឡិកានេះមួយប៉ុន្មានគេថា 50000 ចូលទឹកទេថាអត់ទេតានីអត់ចូលទឹកទេចានេះ 30000
ចូលទឹកអត់ទេគាត់តែចង្អុលនាឡិកាគេ10អត់ទិញទេណា អត់ទិញ ដល់នេះចិនស្ដីឲ្យ សួរតែរឿងអត់ចូលទឹក បងឯងទិញនាឡិកានឹងយកទៅពាក់ខ្លួនឯងឬក៏ទិញឲ្យកពើពាក់បើទិញឲ្យកពើពាក់ខ្ញុំមិនធានាទេវានៅក្នុងទឹករហូត ឯស្ដីឲ្យវិញ ស្ដីឲ្យចុះបើគិតតែលើករបស់គេគ្រប់តែទូអត់ទិញមិនដឹងមានលុយប្រមាណបើវាស្ពាយបំវាច់មក ជើងកាលគេលក់ដីលក់អីបានណាបង ហ៎ លក់ដីលក់អីបានលុយអញ្ចឹងមកឯងចេះថាគេត្រូវសួរឲ្យចូលទឹកឬក៏អត់ លក់ដីក៏អត់មានមកស្ពាយកម្មាអញ្ចឹងដែរអ្នកលក់ដីនោះសិតប្រាដូសិតប្លន់គីសើអីនោះ ហ្នឹងហើយដីឥឡូវ1ការ៉េប៉ុន្មានបង 1ការ៉េឥឡូវឡើងថ្លៃតិច1ការ៉េខ្ញុំគិតទៅដូច4ជ្រុងហើយ តែ1ការ៉េ4ជ្រុងហើយគាត់ចង់ដឹងតម្លៃប្រហែល ចង់ដឹងតម្លៃមិនបើដីគ្រប់កន្លែងវាថ្លៃខុសគ្នាហ្នឹង អញ្ចឹង ខុសគ្នាឥឡូវហ្នឹង1ហិកតា300 ចា បើថានេះទៅទិញ នៅណាបង ថោកឯងចុះពីថ្នល់ប្រហែលជា200គីឡូ អូនៅណា ភ្នំកវាញ បងឯងទៅទិញមុនទៅចាំខ្ញុំទៅតាមក្រោយ នេះតិចទៀតគេអភិវឌ្ឍហ្នឹងហើយ ជួយចាំបានថាបងទៅមុនទៅអេ ទិញឲ្យខ្ញុំឯងថ្ងៃមុនគេខ្ញុំថាប្រុងរកស៊ីដីចាគេថាអូមានពួកចលេននេះរកស៊ីដីខ្ញុំ អាមិនបានមិនបានទៅចលេនវិញ ហ្នឹងហើយអាគេរកស៊ីមុនអត់មានថាគេចលេនទេឯងទឹមសុំអេខ្ញុំចង់ម៉ែខ្ញុំចង់រកស៊ីដីហ្មងរកស៊ីដីរកស៊ីទៅរកអាស៊ីដីហ្នឹងសាពួកចលេនថាឲ្យខ្ញុំអញ្ចឹងខ្ញុំឈប់ទៅ ឈប់ទៅខឹងពេក យ៉ាជាយាយវិញទៅ ហ្នឹងហើយវាឆ្ងល់ដែរដើរទៅណាមកណាគ្រាន់តែថាផ្លូវហ្នឹងក៏មិនសូវស្គាល់សពគ្រប់ដែរ អីផ្លូវ សួរគេរហូត កុំលឹកខ្មាស់គេ ខ្មាស់ស្អី ខ្មាស់រឿងផ្លូវហ្នឹង អាម៉េចបានខ្មាស់រឿងផ្លូវឥឡូវល្អទៅពីនេះហ្នឹងហើយ ចាំមកដល់ប្រទាយមានប្រទាយស្រី ចា ឈប់ទៅផ្លូវវាបែក3 4នោះអំវែងផ្លូវមកចូលអង្គរវិញមកភ្នំពេញ ហ្នឹងហើយ ចាប់តាមួយធាក់កង់ក្លើមកដល់គាត់ឈប់កង់ជក់បរិយអីក៏តែអ៊ំមើណែខ្ញុំសុំសួរបន្តិចចុះល្ងិតណា ហ្នឹងហើយ ផ្លូវនេះឡើងទៅណាអ៊ំចាប់ថាក្មួយខ្ញុំនៅតាំងពីតូចខ្ញុំផ្លូវហ្នឹងនៅហ្នឹងមិនដែលឡើងទៅណាទេណាក្មួយអើយខ្មាស់គាត់លែហ៊ានសួរនេះបើគាត់ដឹងតែព្រំម៉ាញមិនដឹងខ្មាស់ប៉ុណ្ណា តែសារល្ងិតគាត់មើលមុខឃើញ គេថាតម្រៃគង់មានជើង4 អូយវាមិនដែរតម្រៃជើង15ទេ គេថា តម្រៃជើង4ហ្នឹង មនុស្សគេយកសម្ដីចុះតម្រៃ តម្រៃគេយកភ្លុក អូអត់ទេមនុស្សយកសម្ដីតម្រៃវាយកតម្រៃគ្នាវា បងឯងនិយាយចង់ តម្រៃដែលយកភ្លុកហើយបើវាមានភ្លុកដល់ហ្នឹងហើយតម្រៃយកតម្រៃគ្នាវាហ្នឹងហើយ ចេះយូរហ៎ ហើយឥឡូវ ណែកុំមកស្ទាបទូនខ្ញុំទៅធនាគារអេស៊ីលីដាអូខេ យ៉ា ខ្ញុំខ្ចីលុយគាត់ ងាយស្រួលណាស់អ្នកមានផ្លូវចិត្តកាឡម៉ែតហ្នឹងហើយ ហេអត់ទៅទេចិត្តកាឡម៉ែតពេទ្យហ្នឹង ចិត្តពេទ្យប៉ុន្តែមានធនាគារហ្នឹងកន្លែងអាគារធំ អញ្ចឹង ថ្មី ចា ហ្នឹងហើយបើសិនជាយើងមកពីកាឡម៉ែតវិញវាខាងស្ដាំដៃ អូ ណាបើយើងមកពីពេទ្យចិនមកវិញនោះវានៅខាងឆ្វេងដៃ ចា បាទ ហ្នឹងហើយ ស្រួលតាក់ទងបំផុតបាទសេវាកម្មល្អបុគ្គលិកនឹងរស់រាយសុភាពរៀបសារខ្ញុំធ្លាប់ទៅហើយ អញ្ចឹងហ៎ ទៅអូសឹងតែនេះគាត់តែជូន3 4នាក់ចង្អៀតចដើ មិនបានអញ្ចឹងបង ចុះហែហមខ្ញុំណា អូគេស្មាបងឯងស្អី ហ្នឹងហើយអីបានស្អីអត់ដឹង ហែហមស្មាបងឯងនឹងស្អីគេលោកបងឯងអ្នកលក់ គេយកចិត្តទុកដាក់ យកចិត្តទុកដាក់ហ៎អញ្ចឹង បាទហើយมันខុសបំណងទេតែកាលណាថាម៉េចគឺអញ្ចឹងហើយ ណែខ្ញុំដែលស្កាត់មកជួបបងឯងហ្នឹងចង់ស្ដាប់តំណែងប៉ុណ្ណឹងឲ្យលឺច្បាស់អញ្ចឹងឲ្យស្រួលទៅយើងជួបតែម្ដងអញ្ចឹងបានមកជួបបងឯងហ្នឹងសួរឲ្យច្បាស់វាមែនអីព្រោះអីលឺសូរតែគេនិយាយឥឡូវគេជួបបងឯងហ្នឹងគឺពិតប្រាកដហើយ បាទធនាគារហ្នឹងក៏មានច្រើនណាស់ប៉ុន្តែធនាគារដល់ដងឧត្តមនេះកម្រមានណាស់ ចា ហើយរូបមន្តអន្តរជាតិ អូ ហ្នឹងហើយគេ ប្រហែលទៅបង បាទ ប្រហែលប្រទេសទៅ ច្រើននៅខាងអឺរ៉ុបផងខាងអាស៊ីផងរាប់ប្រទេសនោះគឺច្រើនណាស់ ចា ចា អូគ្រប់ប្រទេសទាំង ហើយកាន់តែពង្រីកបន្តទៅទៀត អូយបងឯងដឹងច្បាស់មែនធ្វើការនៅកន្លែងហ្នឹងអី អីចាំបាច់ធ្វើការអីមានការតំណាក់តំណង អូសុំលេខទូរស័ព្ទមួយមក ទូរស័ព្ទសុំខាងគាត់នោះ ខ្ញុំសុំបងឯង ខាងខ្ញុំហ្នឹង ចា ខ្ញុំមានបងឯងប្រើលេខទូរស័ព្ទដែរតែ បើក្បាល010 អូអត់ទេខ្ញុំអត់ចង់បានអត់ដែលលឺសូរផង អាហ្នឹងសេវាតលាយណា ខ្ញុំអត់ចូលចិត្តទេអាគុតអញ្ចឹងមកចូលចិត្តសេះ011 012នេះ010គុត 010គាត់វាចាញ់ថ្មីកុំឲ្យវាជន់គេនោះ1 12 ម៉ែប្រើខុសគេហ្មង
ឥឡូវប៉ុណ្ណឹងបានហើយណា អញ្ចឹងហើយខ្ញុំជួបបងឯងប៉ុណ្ណឹងឲ្យដឹងច្បាស់អញ្ចឹងខ្ញុំស្រួលយកទៅប្រាប់បងប្អូនចាអ្នកចិត្តខាងទាំងអស់បើគេសួរតំណែងពីខ្ញុំនឹងប្រាប់គេតគ្នាហើយធនាគារនេះគឺផ្ដល់កិត្តិយសដល់យើងណា ចាចា កិត្តិយសដោយដឹងថាខ្ញុំហ្នឹងបន្តិចទៀតហ្នឹងទៅសហរដ្ឋអាមេរិកវិញបាទអញ្ចឹងក៏ផ្ដល់កិត្តិយសក៏អរគុណដល់លោកនាយកធនាគារបានផ្ដល់កិត្តិយសឲ្យចំបានហ្នឹងបានមកសម្ដែងជាផ្នែកសិល្បៈអាយ៉ៃឆ្លងឆ្លើយកំ pl ែងនេះណាអញ្ចឹងក៏សូមជូនពរជ័យសិរីសួស្តីដល់លោកនាយកព្រមទាំងបុគ្គលិកទាំងអស់ដែលបានធ្វើការនៅធនាគារក៏ដូចជាបងប្អូនអតិថិជនដែលបានតាក់ទងណាខាងធនាគារខាងប្រាក់សន្សំប្រាក់ខ្ចីប្រាក់ក្នុងអដែងធ្វើខាងពាណិជ្ជចាចាបាទសូមជោគជ័យល្អចាដំណើរការក៏កាន់តែល្អទៅមុខទៀតដំណើរការប្រយ័ត្នមានរឿងមួយហើយមានរឿងទៀតកាលពីមុនមកហ្នឹងកន្លែងតុលាការគេអត់ដែលដាក់ជាតុលាការទេគេដាក់សាលាកាត់ក្តីណាសាលាកាត់ក្តីឲ្យដល់ទៅអក្សរវាចាស់ប្តីប្រពន្ធនោះឆ្លោះគ្នាស្រាប់តែទៅប្តឹងគ្នាទៅប្តឹងនោះប្តីនោះក៏ក្លាហានណាទៅមុនគេទៅធ្វើម៉េចកុំឲ្យគេរនេះទៅនាំគេចាប់កំហុសទៀតទៅឡើងសាលាគាត់ទៅដល់រត់មកវិញហ្មងមិនបានរត់មកលោចោលរឿងគាត់ទៅចែកគ្នាប៉ុណ្ណឹងមកចាំកាត់អាសាលាកាត់ក្តីហ្នឹងអាមាននេះទៅវាពុកអក្សរស្រៈអីហ្នឹងធ្លាក់បាត់មកវានៅតែសាលាកាត់ស្អីហ្នឹងនៅតែសាលាកាត់ទេនេះអូចុះគាត់ទៅឆ្លោះគ្នាបន្តិចតួចមិនក៏យកអញមកកាត់មានធ្លាក់អក្សរស្រៈអីយោរឿងហ្នឹងក៏អាចកំបាំងលោះឡូវមកអាចកំបាំងទៀតនឹងជាស្អីទេអាចកំបាំងរហូតចឹងដូចប្របាក់ដល់ហ្នឹងនេះឲ្យខ្ញុំយកទៅដល់ផ្ទះវិញខ្ញុំត្រូវដេកគិតទៀតរឿងអាចកំបាំងហ្នឹងគិតទៅគិតយើងតើគិតបានយល់ណាអញ្ចឹងបើយល់ដល់គិតស្អីគេបើមិនគិតមិនយល់ខ្លាយលោកខ្ញុំអត់យល់ហ្នឹងហើយបើថាយល់ដល់គិតហ្នឹងហើយបើថាមិនគិតមិនយល់ទេបាទប៉ុណ្ណឹងបានហើយណាជូនពរជ័យសិរីសួស្តីមកលេងសុំជូនពរជ័យមួយចាជូនមួយអីជូនពីរក៏បានដែរបងអោបទាំងសូមមកលើកដៃជូនពរជ័យសិរីសួស្តីដល់ថ្លៃថ្លា